ទេហើយផ្លាយទេបងប្អូនដើរនៅតាមបណ្ដាព្រំដើរលេងកំសាន្តដែរឃើញផ្លាយហ្នឹងឯងបងប្អូនផ្លាយនេះដោយសារខ្ញុំស្គាល់ដោយសារមានលោកតាវ័យចំណាស់ម្នាក់គាត់បានប្រាប់បាទមានឈ្មោះថាតមុងសេកបងប្អូនផ្លាយវាស្តៀងទៅនឹងផ្ការំដួលបងប្អូនណាវាមានរាងបាឆែកជា3ហើយដើមវិញនៅខាងក្រោយខ្នងខ្ញុំនេះបងប្អូននៅលើកំពូលភ្នំកងរៃគឺមានដើមនេះហើយផ្លែស្អាតបងប្អូនណោះហើយខាងនោះគឺមានម្ដាមទៀតបងប្អូនណាហើយខ្ញុំនឹងមិនដឹងថាពុតម៉េចវាបានយ៉ាងម៉េចទេបងប្អូនអើយវារឿងណានេះហើយស្អាតអូបងប្អូនអើយស្អាតខ្លាំងណាស់បងប្អូនអើយបើមិនជាខ្ញុំអាចពេញវាមកបានឲ្យបងប្អូនបានឃើញណាប្រកាសជាស្អាតមែនទែនយកមើលខ្ញុំលោតមកដល់អត់ណាអូយស្អាតដល់បងប្អូនអើយស្អាតនេះមកតាប្រាចាប់ដល់នេះមើលវ៉ាវផ្លែនេះបើសិនជាអាចញ៉ាំបានវិញមិនដឹងថាឆ្ងាញ់មិនទេបងប្អូនអើយផ្លែស្អាតយ៉ាងនេះស្អាតមែនតើបាទបងប្អូនដែលមិនធ្លាប់ឃើញដើមតមុងក្អែកនេះបងប្អូនអាចមកទីតាំងនេះបានបាទមានតែលើភ្នំនាងកងរៃណាបងប្អូនពេលដែលវាទុំទៅបងប្អូននេះវាប្រេះចេះហើយតំណងគួរឲ្យចង់ញ៉ាំណាបងប្អូននេះប៉ុន្តែសូមបញ្ជាក់បងប្អូនណាគឺលោកតាថាมันអាចញ៉ាំបានទេមិនដឹងថាមូលហេតុអីបានញ៉ាំមិនបានជាផ្លែឈើដូចគ្នាហើយខ្ញុំអត់ហ៊ានញ៉ាំដែរបាទបើសិនញ៉ាំបានខ្ញុំញ៉ាំឲ្យបងប្អូនមើលហើយបងប្អូនគាត់តែឃើញក៏ប្លែកអារម្មណ៍មួយដែរហើយមានអារម្មណ៍ថាស្រឡាញ់បាទស្រឡាញ់ខ្ជូតគួរឲ្យស្រឡាញ់បាទបើចិនជាចង់មកលេងនៅភ្នំកងរៃបងប្អូនអាចឃើញហើយឡើងតែចង្កេះភ្នំប្រហែលជា50កាំទេបាទបងប្អូនមើលខាងស្វែងដៃគឺមាននៅចំនួន2ដើមបាទខាងនេះដើមគឺខាងស្ដាំដៃដូចខ្ញុំមួយដើមណាបាទអរគុណច្រើនបាទសម្រាប់នៃការចែកម្លែកពាក់ព័ន្ធជាមួយនឹងដើមរុក្ខជាតិមួយយ៉ាងនេះគឺផ្លែស្អាតតែគួរញ៉ាំតែមិនអាចញ៉ាំបានបាទអរគុណច្រើននិយាយដូចនេះ